យើងអត់បោះបង់ចោលយន្តការនៃការចរចាណាមួយទេប៉ុន្តែការចរចាលើកនេះយើងនឹងប្រមូលវិគិថៃយកចំណុចរសើបទាំង4កន្លែងនេះទៅកាន់តុលាការហើយគណៈកម្មការព្រំដែននៅបន្តពិនិត្យនិងដើររកបកគោលនិងបោះបកគោព្រំដែនជាបន្តទៀតបានស្គាល់ថាគណៈកម្មការនេះអត់ចោលទេអត់ទៅណាទេមិនបានស្គាល់ថាយើងប៉ុណ្្នឹងហើយវាជាប់រឿងទេយើងយកតែ4ចំណុចហ្នឹងទៅតុលាការតែប៉ុណ្ណោះហើយក្រៅពីនោះគឺគណៈកម្មការនៅបន្តដើរដើម្បីធ្វើការវាស់វែងកំណត់ព្រំដែនជាក់លាក់បើសិនជាមិនឲ្យតុលាការកាត់ក្តីទេរឿងនេះវាដូចជាតំបន់ហ្គាហ្សារវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលដូចគ្នាដល់អត់ជាប់ទេដល់ជាប់